ទម្លាប់ល្អ5ចំណុចជួយបង្កើនទំនុកចិត្តនិងគុណភាពជីវិតឲ្យល្អប្រសើរនៅពេលបន្ទាប់ពីការបញ្ចប់ការសិក្សានៅកម្រិតវិទ្យាល័យយុវជនត្រូវបន្តធ្វើរឿងជាច្រើននៅក្នុងដំណើរជីវិតរួមទាំងការសិក្សាការងារទំនាក់ទំនងគ្រួសារនិងកសាងទំនាក់ទំនងក្នុងសង្គមដើម្បីសម្រេចលទ្ធផលសិក្សាឬលទ្ធផលការងារសមតាមបំណងក្នុងដំណាក់កាលនេះមានវិធីសាស្ត្រជាច្រើនដែលមនុស្សបានអនុវត្តប៉ុន្តែមិនប្រាកដថាបទពិសោធន៍ជីវិតរបស់មនុស្សម្នាក់ៗទាំងអស់ដូចគ្នានោះទេនេះគឺជាទម្លាប់ល្អទាំង5ចំណុចអាចជួយឲ្យជីវិតរឹងមាំសមនឹងការខិតខំប្រឹងប្រែងឲ្យកាន់តែប្រសើរចំណុចទី1ធ្វើខ្លួនជាមនុស្សខ្នះខ្នែងធ្វើការ hard working ជាធម្មតាដំណើរជីវិតមិនងាយស្រួលឡើយប៉ុន្តែពេលវេលាណាដែលអ្នកបានផ្ដល់ឱកាសឲ្យខ្លួនឯងហ្វឹកហាត់ឬសាកល្បងកិច្ចការឲ្យបានសមរម្យនោះជីវិតនឹងងាយស្រួលជាមិនខានការលំបាកទាំងឡាយនឹងคล้ายជារឿងងាយស្រួលនៅពេលដែលមនុស្សម្នាក់បានខ្នះខ្នែងក្នុងការងារធ្វើការដោយទំនុកចិត្តធ្វើការដោយទំនួលខុសត្រូវធ្វើការដោយមានទិសដៅនិងធ្វើការដើម្បីបន្ស៊ាំខ្លួនឯងឲ្យរួចជាស្រេច2. រក្សាឥរិយាបថ attitude អ្វីដែលមើលឃើញខាងក្រៅគឺมันមានតម្លៃដូចផ្នែកខាងក្នុងនោះទេមនុស្សពូកែនឹងคล้ายជាគ្មានតម្លៃប្រសិនបើមិនចេះរក្សាឥរិយាបថវិជ្ជមានឬមិនអាចយល់ពីជំរឿចិត្តមនុស្សជំវិញខ្លួនយើងមិនអាចស្គាល់ចិត្តអ្នកដទៃបានទាំងអស់គ្នាប៉ុន្តែយើងអាចដឹងថាមនុស្សម្នាក់ត្រូវការអ្វីឲ្យប្រាកដតាមរយៈជំរឿដួងចិត្តគ្រប់កលៈទេសៈនៅក្នុងដំណើរជីវិតយុវជនតម្លៃវិជ្ជមានបំផុតក្រៅពីចំណេះនិងជំនាញគឺវិន័យសីលធម៌និងសុជីវធម៌ក្នុងការរស់នៅ 3. រក្សាជំនឿចិត្ត belief ជំនឿចិត្តត្រូវមានចំពោះខ្លួនឯងនិងចំពោះអ្នកដទៃយើងអាចរាប់អានមនុស្សគ្រប់គ្នាបានដោយងាយប៉ុន្តែស្និទ្ធស្នាលតែជាមួយមនុស្សដែលមានគុណភាពប៉ុណ្ណោះនោះនឹងអាចជៀសបានបញ្ហាធ្ងន់ធ្ងរត្រូវតែជឿជាក់ថាគ្រប់បញ្ហាសុទ្ធតែមានដំណោះស្រាយរក្សាជំនឿចិត្តជានិច្ចនោះជីវិតនឹងមានថាមពលហើយអាចជំនះរាល់ការលំបាកទាំងឡាយប្រសិនបើជួបបញ្ហាដោះស្រាយមិនបានវិធីល្អបំផុតត្រូវក្លាហានស្វែងរកជំនួយ 4. គ្រប់គ្រងព័ត៌មាន information អាវុធដ៏មានប្រសិទ្ធភាពដើម្បីទទួលបានជោគជ័យគឺការក្តាប់បានព័ត៌មានទូលំទូលាយមានទម្លាប់រក្សាឬទទួលបានព័ត៌មានល្អត្រឹមត្រូវទាន់ហេតុការណ៍ជួយឲ្យការសម្រេចចិត្តបានត្រឹមត្រូវព័ត៌មានទាំងអស់នៅក្នុងសង្គមសុទ្ធតែសំខាន់ប៉ុន្តែព័ត៌មានដែលកាន់តែសំខាន់សម្រាប់គុណភាពជីវិតគឺមនុស្សចេះច្រោះយកព័ត៌មានដែលមានប្រយោជន៍សម្រាប់ក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវនិងចំណុចទី5ការគ្រប់គ្រងពេលវេលា timing ជីវិតគឺជាដំណើរមួយដែលមិនអាចវិលត្រឡប់ក្រោយដូចនេះត្រូវតែប្រកបឬច្បាស់នៅអ្វីដែលសំខាន់និងចាំបាច់ត្រូវតែធ្វើនិងអ្វីដែលមិនសំខាន់មិនចាំបាច់គួរតែបោះបង់ពិតប្រាកដណាស់ម៉ោងធ្វើការគឺត្រូវធ្វើការម៉ោងសម្រាកគឺត្រូវសម្រាកចំណុចនេះអាចនិយាយបានថាជីវិតចែកជាពីរដូវគឺរដូវប្រាំងរាប់ពីអាយុ0រហូតដល់30ឆ្នាំជារយៈពេលនៃការលត់ដំខ្លួននិងហ្វឹកហាត់ជំនាញព្រមទាំងរៀនជំនាស់បញ្ហាចំណែករដូវវស្សាគិតចាប់ពីអាយុ30ឆ្នាំដល់ថ្ងៃចុងក្រោយគឺជារយៈពេលធ្វើការនិងសម្រាកលំហែដោយមិនមានកង្វល់